នេះជាទីក្រុងក្រោមដីដែលធំជាងគេនៅក្នុងពិភពលោកធ្លាប់មានមនុស្សរស់នៅប្រមាណជា20,000 នាក់និងមានអាយុកាលពី2800ទៅ3000ឆ្នាំទីក្រុងក្រោមដីឈ្មោះថាទីក្រុងអត់តូចទេសំខាន់ណាស់លើថាមានមនុស្សរស់នៅជាង20,000 នាក់ទៀតហើយបើអាយុកាលវិញមិនបាច់និយាយមុនគ្រិស្តសករាជពួយគេធ្វើមិនគិតសាងសង់ទីក្រុងនឹងបានហើយនៅខាងក្រោមដីចឹងមិនខ្វះអុកស៊ីសែនទេចង់ដឹងច្បាស់ទស្សនាក្នុងវីដេអូនេះទាំងអស់គ្នាវីដេអូនេះផងដែរឧបត្ថម្ភដោយក្រុមហ៊ុនសាងសង់ True Home បើអ៊ំពូមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ថ្លៃដូចអ៊ំពូមីងក៏ទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬក៏ធ្វើលើសថវិកាកំណត់ទេDerinkuyu ជាភាសាតុរគីប្រែថា Deep Well ឬក៏អណ្ដូងជ្រៅទីក្រុងក្រោមដី Derinkuyu គឺជាទីក្រុងក្រោមដីដ៏គួរឲ្យកត់សម្គាល់និងធំជាងគេបំផុតមួយក្នុងពិភពលោកមានទីតាំងនៅតំបន់ Cappadocia នៃប្រទេសតុរគីវាត្រូវបានសាងសង់ឡើងដើម្បីផ្គត់ផ្គង់ជាជម្រកសម្រាប់មនុស្សរាប់ម៉ឺននាក់ក្នុងកំឡុងពេលនៃសង្គ្រាមឬការបៀតបៀនសាសនាទីក្រុងនេះមានជម្រៅប្រមាណជា60ម៉ែត្រហើយវាមានសមត្ថភាពក្នុងការផ្ដល់ទីជម្រកសម្រាប់មនុស្សរហូតដល់200,000នាក់រួមទាំងសត្វពាហនៈនិងការផ្គត់ផ្គង់ផ្សេងៗទៀតទីក្រុងនេះត្រូវបានគេជឿថាបានសាងសង់ដំបូងដោយពួក Persian សតវត្សទី8ដល់ទី7មុនគ្រិស្តសករាជក្នុងគោលបំណងបម្រើជាជម្រកសុវត្ថិភាពកំឡុងសង្គ្រាមអារ៉ាប់និងប៊ីសាំងទីនពីការលុកលុយរបស់ម៉ុងហ្គោលនិងការបៀតបៀនអូតូម៉ង់នៅពេលក្រោយវាត្រូវបានរកឃើញឡើងវិញក្នុងឆ្នាំ1963នៅពេលដែលអ្នកស្រុកម្នាក់បានទម្លុះជញ្ជាំងកំឡុងពេលជួសជុលផ្ទះរបស់គាត់បន្ទប់និងគ្រឿងបរិក្ខារនៃសំណង់ក្នុងទីក្រុងនេះមានដូចជាបន្ទប់គេងផ្ទះបាយក្រោលគោហាងស្រានិងបន្ទប់ទុកទំនិញព្រះវិហារនិងសាលាសាសនារុនខ្យល់ទ្វារថ្មដែលអាចរមៀលបាននិងអណ្ដូងទឹកការឆ្លើយតបទៅនឹងការការពារសុវត្ថិភាពមានដូចជាផ្លូវតូចចង្អៀតដើម្បីការពារការចូលរបស់សត្រូវអន្ទាក់និងផ្លូវរត់គេចខ្លួនឧបករណ៍លំហូរខ្យល់ធានាបាននូវខ្យល់បរិសុទ្ធសូម្បីតែនៅក្នុងកម្រិតដ៏ជ្រៅបំផុតក៏ដោយអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺអន្តរទំនាក់ទំនងDerinkuyuត្រូវបានតភ្ជាប់ជាមួយនឹងផ្លូវរួមក្រោមដីទៅកាន់ទីក្រុងក្រោមដីផ្សេងទៀតដូចជា Thaimakli បើពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង follow page Home Life ដើម្បីទទួលបាននូវវីដេអូថ្មីៗជារួមមកអ្វីត្បិតតែឧបករណ៍បុរាណក៏ដោយអ្នកសាងសង់ទីក្រុងនេះបានគ្រប់គ្រងការធ្វើផែនការដ៏ទំនើបនិងបង្ហាញនូវភាពឥតខ្ចោះនៃរចនាសម្ព័ន្ធជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ